ពេលពួកយកសាប់នេះគឺខ្ញុំអត់ដែរសោះហ្មងបងប្អូនអើយនិយាយទៅចង់ភើសបល់ទៀតយកកាប់គ្នាងាប់ឡើងច្រើនមនុស្សច្រើនមែនតែនហើយមនុស្សនៅរស់គឺតិចតួចទេហើយនៅទាំងខ្ញុំដែរហើយខូនឈាមទាំងធ្លុកខ្លាច់ដូចសង្កថាខ្លាច់ជាទឹកស្ទឹងហ្មងហើយយកសាប់ទី2ហ្នឹងយកសាប់ឃើញខ្ញុំនៅចកាមាសបងចរូនមួយខ្ញុំហ្នឹងចង់មកទិញខ្សែកដល់ខ្សែកហ្នឹងស្អាតខ្ញុំឲ្យគាត់តែបែរជាគាត់យកមកពាក់ឲ្យខ្ញុំវិញគាត់ថាខ្សែកហ្នឹងស្អាតខ្លាំងណាស់ចង់ខ្ញុំអូនឯងពាក់សមអូនឯងយកទៅអូនឯងពាក់ទៅអញ្ចឹងខ្ញុំក៏ពាក់ចូលក្នុងខ្លួនខ្ញុំចាំយកសាប់ហ្នឹងយកនៅចាំនៅក្នុងខួរក្បាលខ្ញុំអត់បាត់ទេមកដល់លើហើយខ្ញុំគឺជាមនុស្សដែលគេខ្ញុំអត់សូវយកសាប់ច្រើនទេខ្ញុំគេខ្ញុំគេយកហ្មងខ្ញុំគេសង្ហៀតមាត់ទៀតគេខ្ញុំអត់សូវយកសាប់ឯគេសាហាវខ្លាំងណាស់បងប្អូនទាំងគ្នាពឹងមួយបានអត់សូមជួយកាត់យល់សាប់ខ្ញុំម្នាក់មួយបានន័យថាខ្ញុំយកសាប់នេះបានន័យថាមិនដែរទៅខ្ញុំយកសាប់ហ្នឹងខ្ញុំងើបមកគឺច្បាស់ហ្មងខ្ញុំយកសាប់ឃើញ2ថ្ងៃគៀកគ្នាហើយខ្ញុំយកសាប់ហ្នឹងគឺមួយរយៈដែរហើយតែខ្ញុំថាធ្វើវីដេអូតែខ្ញុំចិត្តតែរវល់អត់បានធ្វើឡើយថ្ងៃនេះទៅបានមកធ្វើជាមនុស្សដែររបៀបថាខ្ញុំពេលខ្លះខ្ញុំអត់សូវយកសាប់ហើយយកសាប់អត់ចាំទៀតកម្រចាំតែយកសាប់ខ្ញុំចាំយូរមួយខ្ញុំគិតថាចាំយូរមួយហ្នឹងក៏លោកឲ្យជិះប្រភ្នូលអីឬក៏មិនអញ្ចឹងណាហើយយកសាប់ហ្នឹងគឺចេះគឺមួយរយៈមុនហ្នឹងខ្ញុំយកសាប់ឃើញទី1យកសាប់ឃើញខ្ញុំចាំមកដំបូងហ្នឹងគឺខ្ញុំយកសាប់ឃើញខ្ញុំហ្នឹងទៅច្បាំងគ្នាដូចនៅសមរភូមិអញ្ចឹងហើយខ្ញុំទៅតែងខ្លួនដូចពួកចិនពួកអីអញ្ចឹងហើយខ្ញុំថៃទៅដល់ខ្ញុំកាប់គ្នាមួយមនុស្សច្រើនណាមួយដូចសៃណាមួយអីគេអញ្ចឹងហើយកាប់គ្នាវាយគ្នាយកទៅហូរឈាមខ្លាំងឈាមទាំងធ្លុកហ្មងឈាមច្រើនខ្លាំងមែនតើសង្កថាខ្លាចទៅជាទឹកស្ទឹងមកកន្លែងខ្ញុំកាប់គ្នាហ្នឹងហើយមនុស្សងាប់ច្រើនខ្លាំងមែនតើប៉ុន្តែខ្ញុំអត់ចាំថាអ្នកណារស់ខ្លះទេដោយសារនៅក្នុងយកសាប់ហ្នឹងមនុស្សច្រើនអញ្ចឹងខ្ញុំអត់ចាំថាមានមនុស្សណាខ្លះនៅក្នុងហ្នឹងឯងខ្ញុំចាំថាមានខ្ញុំហ្នឹងគឺតែច្បាំងនៅក្នុងហ្នឹងដែរហើយមនុស្សស្លាប់ឡើងរង្គាលហ្មងអូខ្ញុំយកសាប់ហើយខ្ញុំក្រោកពីគេខ្ញុំឡើងភ័យគ្នាហ្នឹងគឺមានឈាមច្រើនខ្លាំងមែនតើយកទៅឈាមទាំងធ្លុកសង្កថាពេលកាប់ហើយហ្នឹងខ្ញុំឈរមើលឃើញមនុស្សស្លាប់ពេញហ្នឹងអញ្ចឹងហើយខ្ញុំឈរមើលហើយខ្ញុំឃើញឈាមដូចខ្លាចជាទឹកស្ទឹងអញ្ចឹងអូខ្ញុំអត់ដឹងថាយកសាប់នេះប្រភ្នូមិនល្អអ្នកទាំងគ្នាតែងើបមកឡើងភ័យដែរហ្នឹងហើយយកសាប់ខ្ញុំមួយទៀតដែលខ្ញុំចាំខ្លាំងបន្ទាប់ពីមួយថ្ងៃក្រោយហ្នឹងខ្ញុំយកសាប់ឃើញមួយទៀតឃើញខ្ញុំរបៀបថានៅចកាមាសហ្នឹងមាសឡើងស្រួចដើមហើយថាក់សុំបីតដីកន្លែងយើងដើរក៏ជាមាសដែរហើយឃើញខ្ញុំហ្នឹងជាអ្នកលក់នៅនឹងហ្មងឃើញខ្ញុំជាអ្នកលក់ហើយខ្ញុំយកសាប់ឃើញដូចជាមានមនុស្ស2 3នាក់តែដឹងតែមានបងចរូនមួយខ្ញុំនៅក្នុងហ្នឹងដែរគាត់មកទិញមាសពីខ្ញុំគាត់ថាគាត់ឃើញខ្ញុំលក់មាសហ្នឹងស្អាតហើយគាត់មកទិញហ្នឹងគាត់មកចង់ទិញខ្សែកហើយខ្ញុំក៏ណែនាំគាត់ថាបងខ្សែកនេះខ្សែកនៅហ្នឹងអាមួយខ្សែហ្នឹងស្អាតជាងគេហើយខ្ញុំឲ្យទៅគាត់ចឹងស្រាប់តែខ្ញុំរកពាក់ឲ្យគាត់ហើយស្រាប់តែបងចរូនមួយខ្ញុំគាត់ថាអាហ្នឹងស្អាតអូនបងឯងទុកពាក់ខ្លួនឯងសមហ្មងគាត់ប្រាប់ខ្ញុំចឹងខ្ញុំនិយាយខ្ញុំភើសវល់អូយកសាប់ហ្នឹងវាថាខ្ញុំយកសាប់វាគាត់ដូចពិតចឹងហើយខ្ញុំក្រោកមកខ្ញុំឡើងចាំហ្មងហើយគាត់ក៏ពាក់ឲ្យខ្ញុំពាក់ចូលកខ្ញុំថាអូស្អាតមែនតើហើយដឹងថាចកាមាសហ្នឹងសូម្បីតែដើមឈើផ្លែសិតតែមាសទាំងអស់ស្លឹកអីហ្នឹងស្រួចមាសពេញដើមហ្មងសូម្បីតែដីកន្លែងដើរហ្នឹងគឺសិតតែមាសទាំងអស់ពេលខ្ញុំឲ្យគាត់ខ្ញុំប្រាប់ថាមួយខ្សែហ្នឹងស្អាតខ្លាំងណាស់បងឯងយកហ្នឹងទៅខ្ញុំប្រាប់គាត់អញ្ចឹងស្រាប់តែគាត់ពាក់មកឲ្យខ្ញុំវិញគាត់ថាអូនឯងពាក់ទៅអូនឯងពាក់សមព្រោះអីខ្សែកហ្នឹងស្អាតខ្លាំងណាស់ហើយគាត់យកមកពាក់អូខ្ញុំនិយាយខ្ញុំតាំងចិត្តថានឹកឃើញយកសាប់ហ្នឹងវាពិតតែវាស្ដាយពេកងើបមកចាំហ្មងហើយស្រាប់តែហើយគាត់យកមកពាក់លើកខ្ញុំហើយគាត់ថាអូនឯងពាក់ស្អាតហ្មងអញ្ចឹងគាត់ពាក់ឲ្យខ្ញុំហើយគាត់ថាអូនឯងពាក់ស្អាតហើយខ្ញុំក៏ឃើញអញ្ចឹងហើយខ្ញុំសប្បាយចិត្តហើយខ្ញុំក៏យកសាប់ត្រឹមប៉ុណ្្នឹងខ្ញុំមានចាំអីទៀតក៏តាមខ្ញុំចាំហ្នឹងដូចជាខ្ញុំជាអ្នកលក់តែខ្ញុំវាភ្លេចដែរណាព្រោះខ្ញុំឃើញខ្ញុំយកសាប់ឃើញខ្ញុំឈរនៅហ្នឹងហើយខ្ញុំដើរមករកគាត់ហើយមកណែនាំខ្សែកឲ្យគាត់អញ្ចឹងប្រហែលជាខ្ញុំជាអ្នកលក់មិនដឹងទេឬក៏ខ្ញុំជាអ្នកទិញដែរមកដែរអត់ដឹងទេណាខ្ញុំដឹងថាខ្ញុំដើរមកនៅចកាមាសហ្នឹងហ្មងហើយគាត់ដើរមករកខ្ញុំអញ្ចឹងខ្ញុំក៏គាត់ចង់ទិញខ្សែកអញ្ចឹងស្រាប់តែគាត់យកមកពាក់នឹងលើកខ្ញុំវិញខ្ញុំយកសាប់ហ្នឹងពីរហ្នឹងបងប្អូនខ្ញុំមិនដឹងថាវាប្រភ្នូមិនខ្លាំងចឹងបងប្អូនជួយខមមិនប្រាប់ម្នាក់មួយមើលថាតើយកសាប់នេះបានន័យថាម៉េចហើយខ្ញុំចាំយកសាប់ហ្នឹងយកនៅចាំនៅក្នុងខួរក្បាលខ្ញុំអត់បាត់ទេមកដល់លើហើយខ្ញុំក៏ជាមនុស្សដែលគេខ្ញុំអត់សូវយកសាប់ច្រើនទេខ្ញុំគេយកហ្មងខ្ញុំគេថាខ្ញុំតែគេសង្ហៀតមាត់ទៀតគេអត់សូវយកសាប់ទៅគេសាហាវខ្លាំងណាស់តែថាយកសាប់វិញកម្រចាំទៀតយកសាប់ហ្នឹងគឺថាចាំវាកម្រចាំណាហើយក៏មានយកសាប់ផ្សេងខ្ញុំចាំដែរមិនតែមានតែហ្នឹងឯងប៉ុន្តែគាត់ថាខ្លះយើងចាំសពិចសពិលឬក៏ខ្លះរបៀបថាយើងគិតថាយកសាប់ធម្មតាអញ្ចឹងតែយកសាប់នេះខ្ញុំគិតថាវាយកសាប់ចម្លែកហើយប្លែកខ្ញុំមិនដែរយកសាប់អញ្ចឹង